ធ្លាប់តែឮគេនិយាយអំពី wormhole តែ wormhole ជាអ្វីឲ្យពិតប្រាកដទៅអាចទេដែលវាជាផ្លូវកាត់ដែលឲ្យយើងធ្វើដំណើរឆ្លងកាត់ក្លាកស៊ីបានឬក៏វាជាផ្លូវទៅកាន់ពិភពលោកថ្មីឬក៏គ្រាន់តែជាអន្ទាក់ដែលឆក់យកជីវិតយើងទាំងរស់តែប៉ុណ្ណោះតែបើអ្នកទាំងអស់គ្នាចង់ដឹងការពិតកុំភ្លេចមើលវីដេអូនេះឲ្យដល់ចប់សួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះ David តើតើដឹងនឹងទាំងអស់គ្នា Melis Aurora គឺជា brand ទឹកអប់ high end ដែលខ្ញុំបានធ្វើឡើងហើយលក់ក្នុងតម្លៃសមរម្យបំផុតគឺមួយដបត្រឹមតែ$10តែប៉ុណ្ណោះបើអ្នកទាំងអស់គ្នាមិនទាន់ដឹងថារើសក្លិនមួយនេះអាចស័ក្តិសមទៅនឹងកលៈទេសៈអ្នកទាំងអស់គ្នាអាចឆាតមក Facebook Page ឬក៏ Telegram បាននិងមានក្រុមការងារជួយណែនាំអ្នកទាំងអស់គ្នាទោះមិនទាន់ទិញក៏ដោយហើយអ្វីដែលកាន់តែពិសេសនោះគឺថាទិញមួយដបថែម Tester 5 ml មួយតែបើទិញ2ដបថែម Tester 2ហើយ free delivery ទៀតអញ្ចឹងកុំភ្លេចឆាតមកក្នុង Page និង Telegram Melis Auroraបើសិនបើយើងបានឃើញ wormhole នៅក្នុងការពិតពិភពលោកពិតច្បាស់ណាស់វាមានរូបរាងដូចជាស្វែប្រហាក់ផែទៅនឹង black hole ដែរក៏ប៉ុន្តែនៅពេលដែលយើងមើលទៅក្នុងបង្អួចនោះយើងនឹងឃើញពិភពលោកម្ខាងទៀតដែលលេចចេញមកយ៉ាងច្បាស់ក្រឡែតខណៈពេលដែលយើងឈរនៅក្នុងពិភពផែនដីយើងដើរចូលទៅក្នុង wormhole នោះច្បាស់ណាស់យើងនឹងចេញទៅកាន់ពិភពផ្សេងមួយទៀតដែលយើងមិនដែលស្គាល់ក៏ប៉ុន្តែតើ wormhole នេះពិតជាមានមែនឬទេឬគ្រាន់តែជាវេទមន្តស្ពិនភ្នែកបោកបញ្ឆោតនៅក្រោមរូបមន្តរូបវិទ្យាឬក៏គណិតវិទ្យាតែប៉ុណ្ណោះបើសិនបើវាមានពិតមែនតើពួកវាដំណើរការយ៉ាងដូចម្ដេចឬក៏យើងអាចរកពួកវាបាននៅឯណាទៅតែអ្វីទៅជា wormhole នេះសម្រាប់ប្រវត្តិសាស្ត្ររបស់មនុស្សជាតិភាគច្រើនយើងធ្លាប់គិតថាលំហអាកាសនេះគឺជារឿងសាមញ្ញមួយវាប្រៀបដូចជាឆាកដ៏រាបស្មើដ៏ធំមួយដែលហេតុការណ៍ជាច្រើនកើតឡើងក្នុងចក្រវាឡមួយនេះហើយសូម្បីតែនៅពេលដែលយើងដកផ្កាយដកភពចេញអស់ពីក្នុងលំហក៏វានៅសេសសល់លំហទទេស្ថិតនៅទីនោះជាអចិន្ត្រៃយ៍គ្មានថ្ងៃប្រែប្រួលផងដែរក៏ប៉ុន្តែនៅពេលដែលមានទ្រឹស្ដី General Relativity របស់ Einstein ចេញមកវាត្រូវបានផ្លាស់ប្ដូរការយល់ឃើញរបស់មនុស្សទាំងស្រុងតែម្ដងលោក Einstein បាននិយាយថាលំហនិងពេលវេលាបានរួមគ្នាបង្កើតបានចេញជាឆាកមួយនោះហើយវាមិនដូចគ្នានៅគ្រប់ទីកន្លែងនោះទេវត្ថុផ្សេងៗនៅលើឆាកនោះវាមានឥទ្ធិពលទៅលើឆាកនោះផ្ទាល់តែម្ដងដែលអាចធ្វើឲ្យវាអូបន្លាយឬក៏ពុតកោងបានហើយបើសិនបើមនុស្សជំនាន់មុនវិញគេគិតថាលំហអាកាសនេះប្រៀបដូចជាឆាកមួយដែលរឹងប្រៀបដូចជាក្តារខៀនរឹងមួយអញ្ចឹងរីឯលំហអាកាសដែលលោក Einstein បានចេញជាទ្រឹស្ដីទៅវិញវាប្រៀបដូចជាពូកទុនអាចបត់បែននិងពុតពេនបានលំហវាមានលក្ខណៈបត់បែនអាចពុតកោងនិងប្រហែលជាអាចរហែកឬក៏ដេរភ្ជាប់វិញដែលធ្វើឲ្យវាបង្កើតចេញជា wormhole ដែលអាចកើតមានឡើងនោះឯងឥឡូវយើងសាកមើលពីមាត្រដ្ឋាន 2D នេះមើលចក្រវាឡនេះប្រៀបដូចជាกระดาษរាបស្មើដ៏ធំមួយនេះអញ្ចឹងហើយបើសិនបើយើងពុតវាកោងក្នុងទម្រង់ត្រឹមត្រូវ wormhole អាចតភ្ជាប់ពីចំណុចមួយដែលសែនឆ្ងាយដែលស្រយាលពីគ្នាមកតជាមួយគ្នាជាមួយនឹងស្ពានដ៏ខ្លីមួយដែលអាចឆ្លងកាត់បានយ៉ាងលឿនដែលធ្វើឲ្យអ្នកដំណើរអាចឆ្លងកាត់ចក្រវាឡយ៉ាងលឿនជាងល្បឿនពន្លឺទៅទៀតដូច្នេះតើពួកគេអាចរក wormhole បាននៅឯណាទៅហើយបច្ចុប្បន្ននេះគឺមានតែនៅលើกระดาษទ្រឹស្ដីតែប៉ុណ្ណោះ General Relativity បានចែងថាពួកវាអាចមានពិតប្រាកដមែនក៏ប៉ុន្តែវាមិនមែនមានន័យថាពួកវាត្រូវតែមាននោះទេគណិតវិទ្យាមានសម័យកាលជាច្រើនដែលអាចទៅរួចក៏ប៉ុន្តែមិនមែនគ្រប់សម័យកាលទាំងអស់សុទ្ធតែពិពណ៌នាអំពីការពិតនោះដែរទោះជាយ៉ាងណាក៏ដោយពួកវាអាចទៅរួចតាមទ្រឹស្ដីហើយប្រភេទខុសៗគ្នាយ៉ាងច្រើនទៅទៀតស្ពាន Einstein-Rosenប្រភេទ wormhole ដំបូងដែលត្រូវបានគេបង្កើតជាទ្រឹស្ដីនោះគឺ Einstein-Rosen bridge ពួកវាត្រូវបានគេពិពណ៌នាថាជា black hole ដែលជាច្រកនីមួយៗទៅកាន់ចក្រវាឡស្របគ្នាជាអណន្តមួយយើងសាកសម័យមើលវាជារាង 2D ម្ដងទៀត space time គឺទទេរាបស្មើក៏ប៉ុន្តែវាត្រូវបានពុតកោងដោយវត្ថុអ្វីមួយនៅលើវាបើសិនបើយើងប្រឹងសង្កត់វត្ថុនោះនៅលើ space time កាន់តែខ្លាំងវានឹងពុតកោងជុំវិញវាកាន់តែខ្លាំងឡើងចុងក្រោយ space time នឹងពុតខ្លាំងពេករហូតដល់វាគ្មានជម្រើសអ្វីក្រៅពីលេចធ្លាយខ្លាយទៅជា black hole នោះទេហើយវានឹងខ្លាយទៅជារបាំងផ្លូវមួយដែលត្រូវបានបង្កើតឡើងដែលគេហៅថា Event Horizon ដែលជាវត្ថុមួយដែលអាចចូលបានក៏ប៉ុន្តែយើងនឹងត្រូវជាប់គាំងឃុំឃាំងនៅទីនោះរហូតដល់ singularity នៅក្នុង snow របស់វាក៏ប៉ុន្តែបើសិនបើយើងគិតថាប្រហែលជាគ្មានភាព singularity នោះទេឬក៏ការជាប់គាំងនៅក្នុង snow កណ្ដាលនៃ black hole នោះដែរលទ្ធភាពមួយទៀតនោះគឺថាមានម្ខាងទៀតនៃ Event Horizon ដែលប្រហាក់ផែទៅនឹងចក្រវាឡរបស់យើងក៏ប៉ុន្តែវាច្រាស់ទិសគ្នាទៅវិញដែលពេលវេលាច្រាស់ថយក្រោយទ្រឹស្ដី O-string wormhole បើសិនបើ string theory ឬក៏ទម្រង់របស់វានេះគឺជាការពិតដែលពិពណ៌នាអំពីចក្រវាឡរបស់យើងវិញនោះប្រហែលជាយើងមានសំណាងហើយចក្រវាឡរបស់យើងប្រហែលជាមានបណ្ដាញ wormhole រាប់មិនអស់រួចទៅហើយមិនយូរប៉ុន្មានបន្ទាប់ពីការផ្ទុះ Big Bang ការប្រែប្រួលនៃ quantum fluctuation នៅក្នុងចក្រវាឡកម្រិតតូចបំផុតដែលតូចជាងអាតូមទៅទៀតប្រហែលជាបានបង្កើតចេញជា traversable wormhole ជាច្រើនទៅហើយខ្សែដែលស្ថិតនៅក្នុងរន្ធទាំងនោះត្រូវបានគេហៅថា cosmic string
នៅត្រឹមតែ1%នៃពាន់លានទ្រីលានវិនាទីបន្ទាប់ពីការផ្ទុះ Big Bang ចុងទាំងសងខាងនៃ wormhole ដ៏តូចទាំងនេះត្រូវបានឃ្លាតឆ្ងាយពីគ្នាដល់ថ្នាក់រាប់លានឆ្នាំពន្លឺដោយបានខ្ចាត់ខ្ចាយពាសពេញចក្រវាឡតែម្ដងហើយប្រសិនបើ wormhole ត្រូវបានបង្កើតឡើងនៅក្នុងសម័យដំបូងនៃចក្រវាឡនោះមិនថាតាមរយៈ cosmic string ទេនោះមានន័យថាពួកវានៅគ្រប់ទីកន្លែងដែលគ្រាន់តែរងចាំដែលយើងរកឃើញតែប៉ុណ្ណោះហើយបើមើលពីខាងក្រៅទៅ black hole និង wormhole វាមានលក្ខណៈស្តៀងគ្នាខ្លាំងណាស់ដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្រមួយចំនួនមានយោបល់ថា supermassive black hole នៅចំកណ្ដាល galaxy តាមពិតអាចជា wormhole ក៏ថាបានដែរទោះបីជាយ៉ាងណាក៏ដោយវាពិតជាពិបាកខ្លាំងណាស់ក្នុងការធ្វើដំណើរទៅចំកណ្ដាល galaxy Milky Way ដើម្បីទៅពិនិត្យមើលក៏ប៉ុន្តែយើងនៅសល់វិធីមួយទៀតដែលពិបាកដូចគ្នានោះគឺការបង្កើតវាតែម្ដងការបង្កើត wormhole ដើម្បីឲ្យ wormhole អាចឆ្លងកាត់បាននិងមានប្រយោជន៍វាត្រូវមានលក្ខណៈសម្បត្តិមួយចំនួនទី1វាត្រូវតែតភ្ជាប់ទៅកាន់ផ្នែកផ្សេងមួយទៀតនៃ space time ទី2វាមិនត្រូវមាន event horizon ទេព្រោះថាវាគឺជាឧបសគ្គដែលមិនអាចធ្វើដំណើរពីរទិសបានក៏ប៉ុន្តែបញ្ហាដ៏ធំបំផុតដែលយើងត្រូវដោះស្រាយនោះគឺការរក្សារន្ធ wormhole នោះឲ្យនៅបើកចំហមិនថាការបង្កើត wormhole តាមរបៀបណាក៏ដោយកម្លាំងទំនាញឬក៏ gravity នេះតែងតែព្យាយាមទាញវាបិទជានិច្ចទំនាញនឹងព្យាយាមទាញវាឲ្យបិទនិងកាត់ផ្ដាច់ស្ពាននោះដែលទុកនៅសល់ត្រឹមតែ black hole នៅចុងសងខាងតែប៉ុណ្ណោះមិនថាវាគឺជា traversable wormhole ដែលមានចុងសងខាងនៃចក្រវាឡយើងឬក៏ wormhole ទៅកាន់ចក្រវាឡផ្សេងនោះទេវាប្រកាសជាព្យាយាមរុញបិទលុះត្រាតែមានអ្វីម្យ៉ាងមកជួយទប់វាខ្ញុំសូមមិននិយាយបន្តឲ្យស៊ីជម្រៅអំពីការបង្កើត wormhole នោះទេក៏ប៉ុន្តែបើយើងសរុបមកវិញទោះបីជាយ៉ាងណា wormhole ក៏មានផ្នែកងងឹតរបស់វាផងដែរសូម្បីតែការបើក wormhole តែមួយវាធ្វើឲ្យមានការខូចខាតទៅដល់ចក្រវាឡក្នុងកម្រិតមូលដ្ឋានដែរដែលវាអាចបង្កើតចេញជា time travel paradox និងបំពានទៅលើរចនាសម្ព័ន្ធមូលដ្ឋាននៃចក្រវាឡអ្នកវិទ្យាសាស្ត្រជាច្រើនបានគិតថានេះមិនត្រឹមតែមានន័យថាពួកគេមិនគួរបង្កើតវានោះទេថែមទាំងមិនអាចមាននៅក្នុងការពិតទាល់តែសោះតែម្ដងដូច្នេះសម្រាប់ពេលនេះយើងដឹងត្រឹមថា wormhole មាននៅក្នុងចិត្តនៅលើក្រដាសចម្រុងជាសម័យកាលគណិតវិទ្យាតែប៉ុណ្ណោះចុះសម្រាប់អ្នកទាំងអស់គ្នាវិញអ្នកទាំងអស់គ្នាគិតថានៅលើចក្រវាឡរបស់យើងនេះមាន wormhole ពិតប្រាកដមែនដែរឬទេកុំភ្លេចcommentប្រាប់ខ្ញុំនៅខាងក្រោមផងដូច្នេះវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេសូមអរគុណគ្រប់គ្នាសម្រាប់ការទស្សនាវីដេអូនេះបើអ្នកទាំងអស់គ្នាពេញចិត្តសូមកុំភ្លេចចុច like និង subscribe អ្នកទាំងអស់គ្នាក៏អាចចូលមើលវីដេអូផ្សេងៗរបស់ខ្ញុំបានផងដែរសូមអរគុណ